រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញនូវវិធានការរឹតបន្តឹងសន្តិសុខនិងសុវត្ថិភាពយ៉ាងខ្លាំងក្លាលើសេវារថយន្តក្រុងរថផ្លូវឆ្ងាយ Express Bus រួមទាំងខ្សែរថទៅកាន់ប្រទេសសិង្ហបុរីផងដែរបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាបន្តបន្ទាប់ដែលបានបណ្ដាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិតវិធានការថ្មីនេះរួមមានការបង្ខំឲ្យអ្នកបើកបរនិងអ្នកដំណើរពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពការតម្រូវឲ្យមានអ្នកបើកបរទី2សម្រាប់ចម្ងាយផ្លូវលើសពី300គីឡូម៉ែត្រនិងការបង្កើតប្រព័ន្ធទិន្នន័យដើម្បីតាមដានប្រវត្តិអ្នកបើកបរដែលល្មើសច្បាប់លើសពីនេះអាចអាជ្ញាធរក៏បានដាក់ពង្រាយមន្ត្រីស្លៀកពាក់ស៊ីវិលដើម្បីតាមដានសកម្មភាពអ្នកបើកបរដោយផ្ទាល់នៅលើរថយន្តក្រុងទៀតផងទោះបីជាមានការអបអរសាទរចំពោះវិធានការទាំងនេះក៏ដោយប៉ុន្តែអ្នកជំនាញផ្នែកដឹកជញ្ជូនបានលើកឡើងថាការអនុវត្តច្បាប់នៅម៉ាឡេស៊ីច្រើនតែធ្វើឡើងតាមរដូវកាលជាពិសេសក្នុងអំឡុងពេលបុណ្យទានហើយបន្ទាប់មកក៏មានការធូររលុងវិញយោងតាមស្ថិតបានបង្ហាញថានៅក្នុងឆ្នាំ2023មានគ្រោះថ្នាក់រថយន្តក្រុងចំនួន104ករណីហើយបានធ្លាក់ចុះមកនៅត្រឹម61ករណីក្នុងឆ្នាំ2024ប៉ុន្តែក្នុងរយៈពេល5ខែដំបូងនៃឆ្នាំ2025គ្រោះថ្នាក់បានហក់ឡើងវិញដល់38ករណីដែលបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើនអ្នកកត្តាដែលបង្កឲ្យមានគ្រោះថ្នាក់រួមមានការបើកបរលើសល្បឿនកំណត់ការខ្វះការថែទាំបច្ចេកទេសនិងភាពនឿយហត់របស់អ្នកបើកបរបន្ថែមលើបញ្ហាសុវត្ថិភាពក្រសួងដឹកជញ្ជូនម៉ាឡេស៊ីក៏បានរៀបចំសម្រួលដល់ភាពងាយស្រួលរបស់អ្នកដំណើរដោយការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសំបុត្រ Call Code ដើម្បីកាត់បន្ថយការកកស្ទះនៅស្ថានីយ៍និងការកំណត់ទីតាំងចំណតឲ្យបានត្រឹមត្រូវនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មធំក្នុងទីក្រុងគូឡាឡាំពួរទោះជាយ៉ាងណាក៏ដោយជម្លោះផ្នែកគោលនយោបាយការពារនិយមដែលមិនអនុញ្ញាតឲ្យរថយន្តក្រុងសិង្ហបុរីរត់អាជីវកម្មក្នុងស្រុកម៉ាឡេស៊ីនៅតែជាឧបសគ្គដល់ការប្រកួតប្រជែងសេវាកម្មនិងជម្រើសរបស់អ្នកដំណើរភាគច្រើននៅតែរង់ចាំមើលថាតើវិធានការទាំងនេះនឹងអាចកាត់បន្ថយថង់ដាក់សាកសពបានយូរអង្វែងឬគ្រាន់តែជាសកម្មភាពឆ្លើយតបមួយពេលក្រោយពេលមានគ្រោះថ្នាក់ធំដុំ។